ដឹកនាំកម្ពុជាប្រាប់អគ្គលេខាធិការរង UN ពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ប្រមាណទស្សនិកជនសម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកស្រីអ៊ីស៊ូមីណាកាមីស៊ូអគ្គលេខាធិការរងអង្គការសហប្រជាជាតិបានអញ្ជើញជួបពិភាក្សាកាលពីថ្ងៃទី9 ខែមិថុនានៅកិច្ចការសំខាន់ជាច្រើនរួមទាំងបញ្ហាសង្គ្រាមឈ្លានពានដែលកើតឡើងនៅកម្ពុជាថ្លែងចេញពីរដ្ឋធានីហាណូយប្រទេសវៀតណាមអគ្គលេខាធិការរងអង្គការសហប្រជាជាតិបានសម្ដែងនឹងការកោតសរសើរចំពោះអ្នកជំនាញរបស់កម្ពុជាលើការបោះសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកពីសង្គ្រាមខណៈកិច្ចការនេះទាមទារការចំណាយពេលវេលានិងធនធានច្រើនសម្ដេចថាបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាអង្គការសហប្រជាជាតិបានរួមចំណែកសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាពនិងការកសាងអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាសម្ដេចថាបតីបានរំលឹកប្រាប់ដល់អគ្គលេខាធិការរងអង្គការសហប្រជាជាតិពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមកសម្ដេចសង្កត់ធ្ងន់ថាសង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយហើយនៅទីបំផុតមានតែការចរចានិងការរក្សាឲ្យបាននូវសន្តិភាពប៉ុណ្ណោះទើបជាកត្តាគន្លឹះដ៏សំខាន់បំផុតប្រមុខដឹកនាំកម្ពុជាបានជម្រាបជូនអគ្គលេខាធិការរងអង្គការសហប្រជាជាតិពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃផងដែរដោយសម្ដេចគូបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃសម្ដេចថាបតីនិងលោកស្រីអគ្គលេខាធិការរង UN ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាអំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួននិងបានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីដោយគោរពតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិឆ្លៀតក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការរងបានកោតសរសើរពីសមត្ថភាពនិងបទពិសោធន៍របស់កងកម្លាំងកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅបណ្ដាប្រទេសជាច្រើនដែលការនេះបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមថែរក្សាសន្តិភាពនិងការចែករំលែកបទពិសោធន៍ដ៏ល្អនេះទៅកាន់ពិភពលោក